រៀនអីបណ្ដាយើងធ្វើការយើងមិនអាចយកទៅឲ្យគេពិសោធន៍បានទេយើងគូញអីអត់ដល់អញ្ចឹងយើងចាប់ផ្ដើមចូលទៅក្នុងអីគេ VMware ហើយយើងបង្កើត virtual អីគេម៉ាស៊ីនរបស់ខ្ញុំមួយចុច next ហើយបន្ទាប់មកយើងវាយក install letter ដូច Windows ហ្នឹងអានេះយកអីគេ Linux ហើយយើងយក Send អីគេ OS អីគេ64យល់អត់យើងមាន Send OS 10អីទេព្រោះហេតុអីព្រោះអានេះ version របស់ VMware ខ្ញុំសេរីទាបយល់អត់ប៉ុន្តែ8 9អីក៏បានដែរអត់អីទេយល់អត់ហើយនៅដល់នេះត្រូវចាំ512មេក៏អាច run អីគេ Linux បានដែរយល់ទេប៉ុន្តែយើង run វាកុំប្រើ graphic អីគេ graphic mode យល់ឃើញអីអត់ខ្ញុំអត់មានបង្រៀនអ្នកនរគ្នា Linux ប្រើ graphic mode ទេណាអញ្ចឹងពេលតម្លើងយើងអត់យើងកុំតម្លើងអីគេ graphic អីគេ graphic mode យល់អត់ Linux វា copy Windows Linux នេះ software តែមួយឯងបើយើងតម្លើងវាទៅ server បើឡើងវាតម្លើងវាទៅ workstation យល់ទេវា copy អីគេ Windows ដែលមាន Windows server ហើយនិង Windows អីគេធម្មតា Windows 11ធម្មតាយល់ឃើញអីហ៎អញ្ចឹង Linux software តែអីគេតែមួយឯងយល់អត់តែណាយើងតម្លើង Word Excel desktop បើន័យថាយើងឡើងជា workstation ចុច next អានេះយើងដាក់អីគេផងអ្នកនរគ្នា year 3 e អីគេ year 4 e អីគេ e2 next ហើយយើង keep default ហើយខ្ញុំចូលចិត្តយកអីគេ hard disk តែមួយឯងព្រោះខ្ញុំចូល copy ទៅអីផ្សេងៗតោះហើយចុចអីគេ next អូខេហើយយើងធ្វើការ edit RAM វាឲ្យតែ1 G ឯងតែអត់យល់អត់1 G រត់ខ្ញុំអ្នកមានយក 4G យល់អត់តោះមកយកអីគេ client C room អញ្ចឹងយកវា browse ISO របស់វាអញ្ចឹងខ្ញុំយកអីគេខ្ញុំ browse ISO របស់យើងទៅខ្ញុំទៅយកអីគេ ISO របស់ខ្ញុំគឺអីគេបង stream 10យកចុងក្រោយយើងគួរនិយាយអត់ចឹងខ្ញុំប្រើ10ចុងក្រោយហើយបន្ទាប់មកខ្ញុំអីគេ close លើកទី1ដែលខ្ញុំប្រើឆ្នាំទៅខ្ញុំប្រើ9ហើយខ្ញុំប្រើអីគេ10យល់អត់ចុច finish ទៅហើយយើងធ្វើការបើកអីគេម៉ាស៊ីនរបស់យើងខ្ញុំ power on របស់វាមើលឃើញទេបើមិនមើលឃើញបិទភ្លើងមើលឃើញអត់បាទមើលចឹងបិទភ្លើងណាភ្លើងបងប្អូនទាំងគ្នាមានជម្រើសមួយគឺយើង install ហើយមួយទៀតយើង test អីគេ media បើយើង test រូបយើងផ្សេងយល់ទេតែជំនាន់មុនតើតម្លើងវាប្រើ zero អញ្ចឹង test ផ្សេងថាយើងអាច read អីគ្រប់ខ្វល់នៅលើ zero បានមកឲ្យយើង install យល់អត់បីជួយយើង install ពាក់កណ្ដាលហើយវាអីគេ zero យើង read អត់កើត error អីផ្សេងៗវាខូចទេខូចប៉ុន្តែឥឡូវយើងមានប្រើ zero ណាយល់អត់ជំនាន់ឥឡូវគឺយើងប្រើអីគេប្រើ file ណាដូច្នេះយើងមិនចាំបាច់អីគេតែហេវាមាន error ទេយល់ឃើញអីអត់អញ្ចឹងយកអីគេខាងលើហើយយើងចុចអីគេ install វាអង់គ្លេសក៏មើលខ្មែរណោប្រើខ្មែរគឺពិបាកប្រើបន្តិចអូនមិនមែនថាអីទេគឺយើងទៅរាប់រៀនជាភាសាអង់គ្លេសដល់យើងរៀនជាភាសាខ្មែរពិបាកយល់យល់អត់អញ្ចឹងយកមកហើយយក United States មកហើយបន្ទាប់មកចុចគេបងខំអីគេ continue បន្ទាប់មកបងប្អូនទាំងគ្នាមើលកន្លែងនេះអញ្ចឹងកន្លែងនេះបងប្អូនទាំងគ្នាវាដាក់ក្រហមនេះមិនដែលតម្រូវឲ្យយើងអីគេ speaker ទី1 user root តើបងប្អូនចង់ disable user root អត់យល់អត់ឬមួយក៏ចង់បងប្អូនចង់ enable អីគេ user root តម្រូវឲ្យបងប្អូនដាក់ password អីគេ user root ធម្មតា default ចឹងងាយស្រួលនឹង hacker ដើម្បី hack អី hack បើ hacker បើយកអត់ប្រើ default បានន័យថា hacker ត្រូវ hack ពីរ hack user ផង hack អីគេ password ផងយល់ទេតោះតែបើយើងថាអូខេ default វាគឺ root Windows Server គឺ administrator ចឹងគេទាញបាន50%ដល់យល់ឃើញអីអត់យើងចិត្តកើត user ថ្មីយល់អត់ដែលមានសិទ្ធិស្មើនឹងអីគេ root យល់ឃើញអីអត់តើអត់ធ្វើចឹងដើម្បី security ស្អីក៏ដោយឲ្យ default គឺអានរណាក៏ដឹងយើងក៏ដឹងអ្នកណាក៏ដឹង default equals ណាយល់អត់យល់អត់ចឹងអ្នកខ្លះគឺ dis អីគេ server account ហ្នឹងតិចគេចិត្តទៅកើត user មួយដែលមានសិទ្ធិស្មើនឹងអីគេ root យល់ឃើញអីអត់តើអត់ចឹងវាធ្វើឲ្យ100%ទី100%បើយើង enable នេះគឺទី root បានភាគរយ50%បាត់ហើយទីនៅសតផាសឲ្យគេ password ទេយល់ឃើញអីអត់តោះអញ្ចឹងខ្ញុំ enable ព្រោះខ្ញុំនេះខ្ញុំដាក់ password abc add 1 2អីគេ3 abc add 1 2 3មួយទៀតកន្លែងនេះតើយើង allow root អាច remote តាមរយៈអីគេ network បានអត់យល់អត់ចំការ
យើងពេលដែលមានបញ្ហាបានយើង log in ចូលក្នុងអីគេ system មកផ្ទាល់ហ្មងលើម៉ាស៊ីនហ្មងយល់អត់យើងឲ្យ root log in ពីអីគេ network ឯក hack ពូ root គឺជា everything តែដល់ root everything ខ្ទេចហើយយល់ឃើញអត់តោះអញ្ចឹងយើងអាចដោះ tick នេះចេញមិនតែគាត់ដល់ម៉ាស៊ីនមិនអាច log បានអត់អាច log តាមអីគេ SSH តាមរយៈ net អីគេ network អីយល់អត់គេការពារ security យល់អត់ទោះបីតែដឹង password នឹងអីក៏ដោយក៏មិនអាចអីគេ log in បានដែរ root គាត់តែបែកជិះហ្មងយល់អត់ໄວទៅចុចឲ្យស្បក់ចូលគាត់ allow ឯ allow យល់អត់ព្រោះយើងរៀនអូខេតោះមិនចេះអីគេតាមអូខេយល់នៅតមកទៀតតើយើងចង់ create user អីអត់យល់ទេចឹងយើងអាច create user មួយដែលមានសិទ្ធិស្មើនឹងអីគេ root យល់ទេនេះបើយើងអត់ enable លើនេះ file user នេះយើងឃើញអីអត់តោះអញ្ចឹងខ្ញុំដាក់នៅ e អីគេ e2 username e2 ហើយ password គឺអីគេ abc @ 1 2អីគេ3គឺជា password ដែលខ្ញុំត្រួតអីគេចាំយើងអត់អញ្ចឹងខ្ញុំឲ្យសិទ្ធិគាត់គឺស្មើនឹងអីគេ administrator អីគេតែយកគូយើងទីកន្លែងនេះតោះអត់តោះចេញចេញគេតាមរួចរាល់ណាពីរហ្នឹងឡើងក្រហមហើយកន្លែងនេះ destination យើងមាន hard disk តែមួយហ្មង G 20អីគេ 20G យើង select លើវាបានន័យថាវានឹង format hard disk កន្លែងហ្នឹងយល់អត់វា install លើហ្នឹងមួយទៀតគេសួរថាតើយើងចង់អីគេautomate ឬ custom ក្នុងការចែក partition របស់វាយល់អត់អញ្ចឹងទៅទៀតខ្ញុំនឹងបង្រៀនអ្នកនរគ្នារបៀប custom អីគេ partition យើងឃើញអីអត់តោះឥឡូវយើងឲ្យវា auto អីគេ automatically បានន័យថា everything គឺក្នុងអីគេ root by tree track យើងឃើញទេវាបច្ចេកវាចែកតែមួយផាយគេទីសិនឲ្យយើងយល់អត់ root នឹងហើយនឹងមួយចំនួន automatically ឲ្យយើងអញ្ចឹងយើង select ចេញគេតាត់រួចរាល់ណាអូខេយល់អត់កន្លែងនេះយើង select ទៅ software របស់យើងអានេះបើន័យថាយើង install server with graphic user អីគេ interface យល់អត់ចឹងបានថាមាន graphic user ធ្វើជា server ខ្ញុំអត់ត្រូវការទេព្រោះខ្ញុំអត់បង្រៀនកូដសិស្សខ្ញុំប្រើ graphic user អីគេ interface ទី1 slow server យើងគឺយើងអត់តម្លើង server សឹងតែ 100% គឺគេអត់មាន graphic user អីគេ interface ទេយល់អត់ចឹងកាលណាចឹងវាលឿនដើរលឿនទី2គឺ secure ដោយសារ service ជាច្រើនអត់បោះចោលទេយើងឃើញអីអត់យល់អត់ចឹង restart តិចល្អអញ្ចឹងយើងយកអីគេ server យល់អត់យើងយក server បានន័យថាយើង run server ដោយមានតែនេះបើយកឥឡូវនេះគឺអត់មានអីទាំងអស់អូនមានសបកយើងឃើញអីអត់តើអត់អានេះបានន័យថា minimal install អីគេ install បានថាតទៅទៅវា run រួចទេពេលអីសោះហ្មងយើងឃើញអីអត់ងាប់អីយើងទៅអង្គុយ install ទាំងអស់ងាប់អី workstation workstation ហ្នឹងមែនថាម៉េចអូនគេ install វាសម្រាប់ Fiverr អីគេ Excel ចឹងមាន graphic មានអីផ្សេងយល់អត់អានេះ install វាជា custom operation system យើង custom អីផ្សេងអានេះគឺជា virtualization ថតដើម្បីបង្កើត virtual មួយអីចឹងយើងចាំបាច់យកអីគេ server ដែលអត់មាន graphic user អីគេ interface ទេយើងឃើញអីអត់ចឹងយើងចុចតាមអានេះយើងអាចបន្ថែមតាមក្រោយទៀតបានយល់អត់យើងអាចតម្លើងតាមក្រោយទៀតបានចឹងយើងកុំតណាឲ្យគេជិះលើវាយល់អត់យើងតម្លើងតាមក្រោយបានទៀតទេយល់អត់អូខេចេញគេបានចឹងខ្ញុំតម្លើង server របស់ខ្ញុំដោយគ្មាន graphic user អីគេ interface យើងឃើញអីអត់តន់ទេតន់អញ្ចឹងយើងមានហោះ name ហោះអី connection អីផ្សេងហ្នឹងយើងនៅ IP address អីយើងអាចដាក់ជា static ជា dynamic អីតែចិត្តយើងយក keyboard time zone អីផ្សេងចឹងចាប់ផ្ដើម begin អីគេ installation ចុចចាំវាចប់ហើយចុចអីគេ reboot system មកចប់យល់អត់ចឹងម៉ោងក្រោយយើងនឹងជួបគ្នាយល់អត់អីគេ